ជំរាបសួរទៅដល់អ្នកមើលទាំងអស់គ្នាថ្ងៃនេះយើងកំពុងតែធ្វើដំណើរដែលលេងកម្សាន្តនៅក្នុងចង្ការតារ៉េនដែលដាំស្រូវបាទបងប្អូនទាំងអស់គ្នាប្រហែលជាមិនដែលឃើញថាស្រូវអាចដាំនៅលើភ្នំបានទេតែពេលនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាឲ្យឃើញថាស្រូវគឺអាចដាំនៅក្នុងស្រែផងហើយអាចដាំនៅលើភ្នំដូចជាទីនេះចឹងបាទទីនេះគឺជាទីទូលមួយដែលអាចដាំស្រូវបានហើយក៏ជាតំបន់ខ្ពង់រាបមួយដែរនៅក្នុងប្រទេសកម្ពុជាដែលអាចដាំស្រូវបានហើយនៅដំណាំផ្សេងបានក៏ដូចជាដំឡូងពោតសណ្តែកជាដើមពិសេសជាងនេះទៅទៀតគឺទេសភាពក៏មិនអន់ដែរសូមកលេចទៅមើលខាងនោះទៅបាទនេះគឺជាទេសភាពចិត្តភ្លៀងហើយបាទបងប្អូនហើយនេះក៏ជាដំណាំរបស់យាយរបស់ខ្ញុំដែរគាត់បានដាំជាពិសេសទាំងនេះទៅទៀតគឺមានដូចជាត្រេនដាំអញ្ចឹងនេះអញ្ចឹងយើងដំណើរទៅកាន់ខាងមុខទៀតបាទមើលមកដូចស្លើមិនចេញពីនឹងទៅយើងនឹងទៅមើលដំណាំផ្សេងទៀតដែលមាននៅក្នុងការមានដូចជាពោតបាទមានដូចជាននងបាទនេះននងបងប្អូននេះបងនេះផ្លែននងបាទបងប្អូនផ្លែននងបាទហើយនេះក៏ជាននងដែលននងតំបន់មួយចំនួនគេហូបតែផ្លែហើយតំបន់មួយចំនួនគេហូបទាំងផ្លែហូបទាំងត្រួយរបស់វាបាទត្រួយរបស់វាហើយតំបន់ខ្លះគេហូបតែផ្កាអញ្ចឹងប៉ុន្តែចំពោះតំបន់ខាងស្រុកភូមិខ្ញុំគឺគេហូបទាំងផ្លែហូបទាំងផ្កាហូបទាំងត្រួយបាទចំពោះផ្កានិងផ្លែគេអាចយកទៅធ្វើជាទៅធ្វើសម្លដូចជាសម្លននងអាចយកទៅឆាឬអាចធ្វើទៅជាសម្លប្រងដែលភាគច្រើនគេហៅថាសម្លតាមតំបន់ចំពោះតំបន់ខ្ញុំគឺគេហៅថាសម្លប្រងដែលមានបន្លែច្រើនបាទចំពោះហើយនឹងភាគច្រើនគេបង់ជាមួយនឹងសាច់ដែលជាស្អុយតិចបាទហើយវាមានរសជាតិឆ្ងាញ់ណាស់បាទចំពោះនៅតំបន់ខ្ញុំជាផ្សេងទៀតនេះគឺជាពោតបាទបងប្អូនពោតបាទនេះពោតបាទពោតហ្នឹងគឺដាំអត់មានប្រើសារជាតិជីប្រើអីទេនេះគឺជាពោតដែលធម្មជាតិហើយបាទវាមិនអាចថាបំផុតទេព្រោះអីពេលខ្លះវាក៏អាចមានថ្នាំតិចព្រោះអីយើងទិញពូជពីគេប៉ុន្តែក្នុងការដាំរបស់វាគឺធម្មជាតិពិតអត់មានចាក់ទឹកអត់មានស្អីទេនៅតាមតំបន់ជនបទអញ្ចឹងបាទបងប្អូនសូមកន្លែងទៅមើលទេសភាពតើគឺស្អាតបំផុតបាទបងប្អូនមើលទៅតាមវីដេអូនេះគឺអាចនឹងមើលទៅវាមិនសូវច្បាស់ទេប៉ុន្តែបើសិនបើមើលជាផ្ទាល់ម្ដងគឺស្អាតណាស់បាទបងប្អូនជាបន្តទៀតយើងគួរតែទៅធ្វើអីផ្សេងទៀតដើម្បីជាអត្ថប្រយោជន៍និងជាការកម្សាន្ត